បរិះជាអ្នកគ្រប់គ្រង Man City ម្នាក់នេះមិនត្រឹមតែអាចឌឺដងឲ្យ Arsenal ចុកចាប់នោះទេតែថែមទាំងអាចធ្វើឲ្យ fan Man City ផ្សេងទៀតរកចំណូលបានពីការលក់ដបទឹកសុទ្ធមានបិទ logo Arsenal ទៀតផងក្នុងជំនួបជាមួយ Arsenal នៅកីឡដ្ឋាន Etihad កាលពីចុងសប្តាហ៍កន្លងទៅនេះអ្នកគ្រប់គ្រង Man City ជាច្រើនបានដាក់លក់ដបទឹកសុទ្ធមាន logo Arsenal ក្នុងតម្លៃ1ដប£2ឬក៏ស្មើនឹងជិត$3ភាពល្បីនៃការយកដបទឹកសុទ្ធ logo Arsenal មកឌឺដងដាក់ Arsenal នេះគឺបានកើតឡើងបន្ទាប់ពីកាមេរ៉ាទូរទស្សន៍ចាប់បានរូបភាពបុរសម្នាក់លើកដបទឹកសុទ្ធរូប logo Arsenal ផឹកនៅក្នុងជំនួបរវាង Man City ជាមួយ Chelsea កាលពីសប្តាហ៍មុនរូបភាពនោះបានធ្វើឲ្យមានភាពល្បីល្បាញខ្លាំងលើបណ្ដាញអ៊ីនធឺណិតឬហៅថា Go Viral ឥឡូវយើងមកស្គាល់បុរសដែលនឹកឃើញគំនិតនេះfan Man City ម្នាក់នេះឈ្មោះថា Tal Redman វ័យ57ឆ្នាំគាត់គឺជាឪពុករបស់កូន3នាក់មកពីទីក្រុង Stockport នៃប្រទេសអង់គ្លេសដែលគាត់គឺជាអ្នកគ្រប់គ្រង Man City យ៉ាងស្មោះស្ម័គ្រទិញសំបុត្រប្រចាំរដូវកាលចូលមើលផ្ទាល់រាល់ការប្រកួតរយៈពេល30ឆ្នាំហើយគាត់បានប្រាប់កាសែត The Sun ថាដបទឹក Arsenal ដែលគាត់មាននេះគឺបាននៅពេលដែលគាត់ទៅមើលការប្រកួតរបស់ Man City នៅទឹកដី Emirates Stadium កាលពីឆ្នាំមុនហើយពេលនោះកូនប្រុសរបស់គាត់ស្រេកទឹកគាត់ក៏បានសុំទឹកពីក្រុមការងារ Arsenal គាត់បានរក្សាដបទឹកនោះទុករហូតហើយក៏យកមកប្រើដើម្បីឌឺ Arsenal ដែលនៅកំពូលតារាងរហូតក៏ប៉ុន្តែបែរជាចុងក្រោយមកភ្លាត់ចាញ់ធ្វើឲ្យឱកាសលើកពានអាចបានមក Man City វិញជារួមសម្រាប់ fan Man City ការឌឺដងនេះមានន័យថា Arsenal លេងបាល់ដាក់ទឹកសុទ្ធប៉ុណ្ណោះមិនមែនដើម្បីដណ្ដើមពាននោះទេឬក៏ក្នុងន័យមួយទៀតគឺទឹកភ្នែករបស់ fan Arsenal ស្រក់ហូររហូតដល់អាចច្រកដបទឹកសុទ្ធយកមកឲ្យគេផឹកបាន